ខេឥឡូវហ្នឹងខ្ញុំបានមករំលឹកអនុស្សាវរីយ៍នៅមាត់សមុទ្រ Scheveningen ណាហើយរយៈពេល25ឆ្នាំកន្លងមកនេះគឺបានអភិវឌ្ឍច្រើនខ្លាំងមែនទែនឥឡូវនេះវាធំជាងមិនចាញ់សាន់តាម៉ូនីកាប្រទេសអាមេរិកទេ ហើយយើងនឹងដើរលេងនៅក្នុងទីក្រុងអាំស្ទែដាមជាថ្ងៃបង្ហើយហើយឥឡូវយើងCentral Station ដែលជុំវិញនេះព័ន្ធទៅដល់កន្លែងសំខាន់ជាច្រើនហើយយើងនឹងជិះទុកតាមដងទន្លេហ្នឹងហ្មងចាហ្នឹងហើយម្ដងនេះគឺជាទីលានមួយគេហៅ Square នោះហើយសិតតាហាង brand ដូចជា Swarovski ទូសតដែលយើងអាចចូលមើលបានហើយយើងមាន H&M ហើយកន្លែងហ្នឹងទៀតខ្ញុំធ្លាប់នាំកូនប្រុសប៉ាពីនមកលេងព្រៀបកាលពី20ផ្លាយឆ្នាំមុនមាន Swarovski ហ្នឹងហើយមាន H&M មានហើយមានអីគេហើយយើងដាក់កាត់មិនស្អីគេ Primark យ៉ាកន្លែងបោះពីន កំពុងអាជីទូកនេះកំពុងអាជីកណូតទៅតាមហ្នឹងពួកអីកន្លែងហ្នឹងវាដូចវេនីសតែវាចង់ស្អាតជាងវេនីសមកទៅគេមកអ្នកណាក៏ដល់ទៅមកអាំស្ទែដាមទៅតែជីកណូតដូចអ្នកដែលទៅវេនីសត្រូវតែជីកណូត Canal Cowboy for today. Wow. Yeehaw. Sufría de una gran escasez de while the top part avec les volets aux fenêtres. C'est la maison de Rembrandt. on the left at the top, this was once one of the sea. ចន់ដល់ A la izquierda se encuentra Waterloo. Es el mercado de segunda mano más famoso de Ámsterdam. Comenzó como un punto de Imagine un endroit Papa. Tức là nghiện. This is kind of cute. This is kind of cute. Là cái phân tinh đấy làm bài thơ ô tèl nữa nè, ô tèl Victoria còn luôn đi bên đi cột mình còn lắm cho ngày lỡ còn trong lúc mình còn luôn cá đấy nè đây thì chỉ cầm ở đó nè cái gì không trong tinh tiền nó cầm Okay, finally យើងបានមកដល់ airport ហើយ check in ក៏រួចហើយដែរកំពុងតែដើរទៅរក gate ហើយសង្ឃឹមថានៅជិត gate ហ្នឹងវាមានគេលួយអីញ៉ាំព្រោះឥឡូវរៀងឃ្លានដែរហើយអាត្រាកុនផាសនឹងប្រើវាមិនកើតមនុស្សច្រើនពេកគឺវែងហ្នឹងហើយ
Hello Elite KLM គេជិះទៅណាកូន KLM គេជិះទៅ Schiphol គេជិះមក Amsterdam អូខេបន្ទាប់ពីយើងធ្វើដំណើរកម្សាន្តក៏ដូចជាដំណើរផ្សងព្រេងអស់រយៈពេលជិតខែនៅបណ្ដាប្រទេសនានានៅអឺរ៉ុបទីបំផុតយើងបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញកន្លះម៉ោងទៀតយើងនឹងចុះហើយក៏ហោះនឹងចុះនៅពលានយន្តហោះមួយចំណងហើយភ្នំពេញហើយបាទ That's the last time we're gonna be in the same airport. ហើយពីនអត់ស្រួលខ្លួនទេដើរខ្លាំងពេក No, I'm not fake the plus side. ដើរផ្លាស់ផ្លាយ អង់គ្លេសនឹងមកទៅសាច់អី កូននឹងមិត្តភក្តិទាំងអស់ឥឡូវហ្នឹងណាពួកយើងអ្នកដើរកំសាន្តហ្នឹងបានមកដល់តុលាការអន្តរជាតិដែលបានកាត់ព្រះវិហារឲ្យមកប្រទេសកម្ពុជាណាហើយខ្ញុំធ្លាប់ឃើញច្រើនដងតែជាការល្អគេចង់ឲ្យចៅនេះដែលអាយុ12ឆ្នាំបានឃើញហើយអ្វីៗគឺនៅស្រស់ស្អាតដដែលគុំអឺរ៉ុបហ៎ សហគមន៍អឺរ៉ុបហ្នឹងគឺវេទនាខ្លាំងណាស់ដើររមកមកឃើញ អូយទៅជិះវេទនាទេអូខេ Yeah European Commission នៅទីក្រុង Brussels ប្រទេស Belgium